នៅទីបញ្ជាការតំបន់ប្រតិបត្តិការសក្រងកំពង់ធំយុទ្ធភូមិភាគទី4បានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិជូនយោធិនដែលជានាយទាហានរងនៃបញ្ជាការឋានតំបន់ប្រតិបត្តិការសក្រងកំពង់ធំពិធីនេះបានធ្វើឡើងក្រោមបទបដីភាពឧត្តមស្រីតូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រងកំពង់ធំដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការឋានតំបន់ប្រតិបត្តិការសក្រងកំពង់ធំនិងមេបញ្ជាការតាមបណ្ដាកងឯកភាពស្ថាប័នចំណុះឲ្យបញ្ជាការឋានតំបន់ប្រតិបត្តិការសក្រងកំពង់ធំអញ្ជើញចូលរួមយ៉ាងច្រើនប្រកបផងដែរលោកវីរៈស្រីតូសុនសាមុននាយការិយាល័យទី1នៃបញ្ជាការឋានតំបន់ប្រតិបត្តិការសក្រងកំពង់ធំបានអានសេចក្តីសម្រេចស្តីអំពីបំពាក់ឋានន្តរស័ក្តិដែលបានសម្រេចតាមឋានានុក្រមក្នុងនោះមានប្រតិបត្តិឯកចំនួន2រូបថ្នាក់ប្រតិបត្តិតូចំនួន15រូបថ្នាក់ពលបាលឯកចំនួន19រូបថ្នាក់ពលបាលតូចំនួន4រូបថ្នាក់ពលបាលត្រីចំនួន6រូបសរុបមានចំនួន46រូបឧត្តមស្រីតូសំសុនក៏បានថ្លែងនៅការគោរពអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគទី4និងឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកដែលបានផ្ដល់សេចក្តីទុកចិត្តសម្រាប់កម្លាំងឋានន្តរស័ក្តិជូនដល់យោធិនដែលជានាយទាហានរងចំណុះឲ្យបញ្ជាការឋានតំបន់ប្រតិបត្តិការសក្រងកំពង់ធំដែលគ្រប់លក្ខខណ្ឌត្រូវបានកម្លាំងឋានន្តរស័ក្តិហើយត្រូវបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមលក្ខន្តិកៈនៃកងយុទ្ធពលសម្រាប់ភូមិន្ទឧត្តមស្រីតូសំសុនក៏បានថ្លែងនៅការអបអរសាទរចំពោះការទទួលបាននៅឋានន្តរស័ក្តិថ្មីនិងត្រូវបានណែនាំដល់យោធិនដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ថ្នាក់សម្ដេចផ្ដល់ទំនុកចិត្តកម្លាំងឋានន្តរស័ក្តិពេលនេះត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមបទបញ្ជានិងការណែនាំរបស់មេបញ្ជាការកងឯកភាពតាមឋានានុក្រមឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជាមួយគ្នានេះយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រត្រូវចូលរួមជាមួយនឹងកងយុទ្ធពលសម្រាប់ពមិននៅគ្រប់បណ្ដាកងឯកភាពការពារបានបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាហើយត្រូវចូលរួមយ៉ាងសកម្មក្នុងការកំណែទម្រង់កងយុទ្ធពលសម្រាប់ពមិនឲ្យទទួលបានជោគជ័យហើយកំពង់ធំខ្ញុំបរដ្ឋាធ្វើសេចក្តីរាយការណ៍